Good morning អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចាប់ផ្ដើមរៀនថត vlog ថ្ងៃដំបូងអ្នកទាំងអស់គ្នាវាមកទៅវាអត់តាន់ល្អទេដោយសារតែយើងទៅចាប់ផ្ដើមរៀនថតអីចឹងទៅហើយខ្ញុំពីមុនអត់ចង់ថតទេប៉ុន្តែដល់ពេលយើងគិតថានេះក៏ជាការចាប់ផ្ដើមរបស់យើងបើយើងនៅចាំមានឧបករណ៍គ្រប់គ្រាន់វាអត់ដឹងពេលណាអញ្ចឹងយើងមានបណ្ណាយើងថតប៉ុណ្ណឹងសិនទៅហើយទម្លាប់ទាំងអស់នេះវាទៅខ្ញុំទៅចាប់ផ្ដើមដែរទេទៅចាប់ផ្ដើមហាត់ប្រាំបានប្រហែលជាមួយអាទិត្យហើយខ្ញុំដោយសារតែថ្ងៃហ្នឹងជាថ្ងៃអាទិត្យអញ្ចឹងខ្ញុំសម្រាប់ពីការងារហើយក៏ឆ្លៀតធ្វើវីដេអូខ្លះដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាដែរហើយទៅអត់មានន័យច្រើនទេគ្រាន់ថាវាមើលពីទម្លាប់ចាំថ្ងៃអញ្ចឹងតែមិនមែនពេលខ្លះទាំងអស់គ្នានេះក៏ជាការសម្ដែងដែរមាននេះក៏មិនការសម្ដែងដែរអញ្ចឹងព្រោះអីពេលធ្វើនេះដើម្បីឲ្យខ្លួនឯងមានភាពក្លាហានជាងមុននិងកុំសូវអៀនខ្មាស់អីចឹងពីខ្ញុំបន្ទាប់ជាមនុស្សដែលអៀនខ្មាស់ច្រើនអញ្ចឹងចាប់ផ្ដើមរៀនថតលេងអញ្ចឹងទៅព្រោះអីអានេះខ្ញុំចង់ធ្វើយូរប៉ុន្តែដោយសារតែយើងគិតថាយើងយើងស្ទើរនេះស្ទើរនោះហើយបើចាំដល់យើងមានគ្រប់គ្រាន់វាដឹងពេលណាទេអញ្ចឹងយើងមានប៉ុណ្ណឹងយើងចាប់ដើមធ្វើប៉ុណ្ណឹងសិនទៅព្រោះវាមើលអត់ឃើញអញ្ចឹងយើងចាប់ដើមធ្វើលេងទៅដល់ពេលយូរទៅយើងវាស៊ាំហើយយើងអាចទៅវាអាចធ្វើឲ្យខ្លួនឯងអភិវឌ្ឍម្ដងបន្តិចអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមថាអត់អីចាប់ផ្ដើមរៀនធ្វើយើងក៏ប្រាប់ខ្លួនឯងថាយើងចាប់ផ្ដើមរៀនធ្វើទៅដោយសារតែយើងចាប់ផ្ដើមធ្វើទៅយើងចាប់ផ្ដើមរកចំណុចខ្លួនឯងឃើញចំណុចដែលខុសអញ្ចឹងយើងអាចយកមកកែវិញបានដែរអញ្ចឹងហើយយើងព្យាយាមរៀនថែមរៀនអីអញ្ចឹងទៅហើយបើយើងមិនធ្វើទៅគឺយើងអត់ដឹងកន្លែងខុសហើយក៏យើងអត់ដឹងកន្លែងធ្វើដែរអញ្ចឹងយើងចាប់ផ្ដើមធ្វើទៅហើយយើងដឹងហើយថាបើមិនរៀនទេគឺយើងរកដំណោះស្រាយវាបានទេអញ្ចឹងយើងមានតែរៀនទៅដើម្បីយើងកាន់តែរៀនយើងកាន់តែចេះយើងកាន់តែចេះស្រាវជ្រាវអីអញ្ចឹងហើយបើយើងអត់រៀនទេយើងអត់ដឹងថាយើងត្រូវស្រាវជ្រាវពីអីបើយើងរៀនទៅយើងដឹងថាអូយត្រូវស្រាវជ្រាវពីចេះពីជឿទៅអត់អីឥឡូវយើងកលេចមើលរឿងវិញយើងវិញអញ្ចឹងពីព្រឹកមិញខ្ញុំទៅទិញនំគ្រួហូបហើយបន្ទាប់មកសកម្មភាពដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងឥឡូវនេះគឺបងស្រីរបស់ខ្ញុំឲ្យខ្ញុំមកធ្វើជាសាឡនហើយគឺកាត់សក់ឲ្យគាត់អីជាងខ្ជិលទៅកាត់នៅជាងហើយកាត់មកសាដៃតាអ្នកទាំងអស់គ្នាចំពោះរីសាទាំងអស់គ្នានេះទាំងអស់គ្នារីសាចេញមកហើយមិនតែទាំងអស់គ្នាគឺយើងកាត់ខ្លួនឯងអត់អីទទួលយកបានហើយកាត់បងខ្លួនឯងអត់ចិត្តទេហើយក៏ចាប់ផ្ដើមមកកាត់ខ្លួនឯងម្ដងប៉ុន្តែវាមានអារម្មណ៍ស្ដាយដែរសក់យើងវាវែងហើយយើងអត់ដែរកាត់ដល់ពេលចឹងមានអារម្មណ៍ថាអើយអត់ចង់កាត់ទេប៉ុន្តែដើម្បីចង់ឲ្យខ្លួនឯងប្លែកតែដល់ពេលចេញទៅផលមកគឺមានការខកចិត្តជាខ្លាំងគឺអត់មានប្លែកអីបន្តិចសោះហើយជាលទ្ធផលគឺជាមកបាយអ្នកនរគ្នាអត់អីវាអាចវាមានអារម្មណ៍គ្រាន់បើជាងមុនបន្តិចហ្នឹងតែអត់អីទទួលយកបានហើយបងខ្ញុំគឺមិនអត់ជិះពីកាមេរ៉ាទេដោយសារតែគាត់សប្បាយចិត្តដែលសក់គាត់បានកលេចជាងមុនហើយរឿងប្លែកតិចដែរព្រោះអីគាត់ខ្ជិលទៅជាងវាអស់លុយអញ្ចឹងយើងកាត់មកហើយយើងមានថាយើងរឿងពេញចិត្តដែរអញ្ចឹងណាធ្វើអីទេគឺមកអង្គុយសំដែងធ្វើអានស្ភើធ្វើអីចឹងទៅព្រោះអីពេលខ្លះយើងរៀនអត់ចូលទេអ្នកទាំងអស់គ្នាដឹងហើយពេលថតកាមេរ៉ាមានតែគេរៀនចូលមានតែសំដែងនឹងឯងព្រោះអត់មានអីធ្វើអញ្ចឹងយើងមានតែការសំដែងតិចតួចចឹងទៅគឺហើយឥឡូវអត់មានអីទេទាំងអស់គ្នាវីដេអូមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណបាយបាយ